សួស្តីបងប្អូនថ្ងៃនេះយើងបន្តទៀតគឺយើងបន្តឆ្លើយសំណួរនៅក្នុងសៀវភៅបច្ចេកវិទ្យាព័ត៌មានថ្ងៃទី12បន្តទៀតថ្ងៃនេះយើងចូលដល់ជំពូកទី3មេរៀនទី4ជំពូកទី3នោះគឺការសរសេរកូដកម្មវិធីមេរៀនទី4ការអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យាផ្នែកកខ្លឹមសារមេរៀននៅក្នុងនេះគឺទី1នោះគឺការណែនាំអំពីការអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យាទី2គឺការងារជាអ្នកអភិវឌ្ឍកម្មវិធីខ្លឹមសារមេរៀនផ្នែកកការងារនៅក្នុងផ្នែកសរសេរកូដកម្មវិធីបច្ចេកវិទ្យា1ការណែនាំអំពីការអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យា2ការងារជាអ្នកអភិវឌ្ឍកម្មវិធី 2.1 បរិស្ថាននិងចរិតលក្ខណៈនៅក្នុងការងារផ្នែកសរសេរកូដកម្មវិធីវត្ថុបំណងមេរៀនស្គាល់ពីការអភិវឌ្ឍកម្មវិធីកុំព្យូទ័រឬទូរស័ព្ទនិងយល់ដឹងបុគ្គលិកលក្ខណៈនិងគោលបំណងរបស់វា2យល់ដឹងពីការងារនៅក្នុងផ្នែកការអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យានិងបរិស្ថានការងារ3កំណត់និងយល់ដឹងពីការអប់រំបំណិនប្រស័យតាក់ទងបំណិនបច្ចេកទេសនិងលក្ខណៈសម្បត្តិផ្សេងៗដែលត្រូវការដើម្បីធ្វើការបានក្នុងផ្នែកអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យាចំណុចទី1ការណែនាំអំពីការអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យាសំណួរតើការអភិវឌ្ឍកម្មវិធីគឺជាអ្វីការអភិវឌ្ឍកម្មវិធីគឺជាការផ្ដល់ពាក្យបញ្ជាឲ្យកុំព្យូទ័របន្ទាប់មកវានឹងបង្ហាញនៅអ្វីដែលយើងចង់បានពាក្យបញ្ជាទាំងនេះបានដាក់ក្នុងក្រុមហ៊ុនមួយដែលមានឈ្មោះថាកម្មវិធីកុំព្យូទ័រនៅពេលដែលទូរស័ព្ទទំនើបនាបច្ចុប្បន្នមានភាពស្រដៀងគ្នាយ៉ាងខ្លាំងជាមួយកុំព្យូទ័រកម្មវិធីក៏ត្រូវបានសរសេរផងដែរសម្រាប់ទូរស័ព្ទដែលកម្មវិធីទាំងនេះត្រូវបានគេឲ្យឈ្មោះថាកម្មវិធីទូរស័ព្ទជាទូទៅកម្មវិធីមួយគឺត្រូវតែមានភារកិច្ចជាក់លាក់ដើម្បីដំណើរការដែលវាអាចចាប់ពីភារកិច្ចសាមញ្ញបំផុតរហូតដល់ស្មុគស្មាញបំផុតឧទាហរណ៍ដូចជាកម្មវិធីបង្ហាញម៉ោងនៅលើទូរស័ព្ទគឺជាកម្មវិធីសាមញ្ញឬកម្មវិធីលេងហ្គេមដែលមានក្រាហ្វិកបង្ហាញស្មុគស្មាញតាមជម្រើសអ្នកប្រើដែលចាត់ទុកថាជាកម្មវិធីកម្រិតខ្ពស់សម្រាប់អ្នកអភិវឌ្ឍកម្មវិធីផងដែរពាក្យបញ្ជានៃកម្មវិធីតើយើងត្រូវសរសេរយ៉ាងដូចម្តេចពាក្យបញ្ជានៃកម្មវិធីគឺត្រូវសរសេរតាមលំដាប់លំដោយមានន័យថាបន្តគ្នាកុំព្យូទ័រនឹងអនុវត្តពាក្យបញ្ជាទៅតាមលំដាប់លំដោយនោះផងដែរដោយសារតែល្បឿនកុំព្យូទ័រកាន់តែលឿនវាហាក់បង្ហាញថាសកម្មភាព 3-4 ត្រូវបានដំណើរការក្នុងពេលតែមួយបង្ហាញលើអេក្រង់ប៉ុន្តែតាមពិតពាក្យបញ្ជាគឺត្រូវបានអនុវត្តម្ដងមួយប៉ុណ្ណោះតើចំណេះដឹងនិងជំនាញបច្ចេកទេសអ្វីខ្លះដែលអ្នកអភិវឌ្ឍកម្មវិធីត្រូវតែមានចំណេះដឹងនិងជំនាញបច្ចេកទេសដែលអ្នកអភិវឌ្ឍកម្មវិធីត្រូវតែមាននោះទី1គឺត្រូវចេះច្បាស់ភាសាកម្មវិធីយ៉ាងតិច1ដូចជាភាសាសរសេរកូដឈ្មោះថា Java ឈ្មោះថា HTML ឈ្មោះថា CSS ឬឈ្មោះថា C# ខ្លាំងទី2គឺខ្លាំងខាងការគិតតាមលំដាប់លំដោយនិងតក្កវិជ្ជាធ្វើតាមសេចក្តីណែនាំមួយជំហានម្ដងបន្តមកទៀតគឺត្រូវមានជំនាញដោះស្រាយបញ្ហាយ៉ាងឥតខ្ចោះផ្ដល់នូវបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាដែលមានក្នុងជីវភាពជាក់ស្ដែងជំនាញខ្លាំងក្នុងការផ្ចង់អារម្មណ៍គឺជាការប្រមូលអារម្មណ៍ការតស៊ូព្យាយាមមានន័យថាមិនបោះបង់ងាយអាកប្បកិរិយាការងារជាក្រុមវិជ្ជមានមានន័យថាការងារជាក្រុមត្រូវដឹងពីរបៀបរួបរួមផងដែរ
សំណួរបន្ទាប់តើអ្នកវិភាគកម្មវិធីគឺត្រូវសិក្សាលើផ្នែកអ្វីអ្នកវិភាគកម្មវិធីត្រូវសិក្សាលើផ្នែកកម្មវិធីរៀបចំជាពិសេសត្រូវមានជំនាញខាងការអភិវឌ្ឍកម្មវិធីនិងឯកសារការបញ្ជាក់លម្អិតផងដែរសំណួរបន្ទាប់ទៀតតើអ្នកគ្រប់គ្រងគម្រោងកម្មវិធីធ្វើកិច្ចការអ្វីខ្លះហើយតើពួកគេត្រូវមានជំនាញអ្វីខ្លះផងដែរអ្នកគ្រប់គ្រងគម្រោងកម្មវិធីធ្វើកិច្ចការដូចជាត្រូវតែជាមនុស្សដែលបានរៀបចំផែនការនិងដឹកនាំគម្រោងអភិវឌ្ឍកម្មវិធីត្រូវមានជំនាញដូចតទៅត្រូវមានជំនាញគ្រប់គ្រងគម្រោងខ្លាំងខាងជំនាញទំនាក់ទំនងខ្លាំងខាងជំនាញដឹកនាំតើការងាររបស់អ្នកវិភាគកម្មវិធីភាគច្រើនផ្ដោតទៅលើអ្វីខ្លះការងាររបស់អ្នកវិភាគកម្មវិធីភាគច្រើនគឺផ្ដោតទៅលើទំនាក់ទំនងមានន័យថាយើងត្រូវយល់ច្បាស់អំពីអ្វីដែលអ្នកប្រើចង់បានហើយអាចទំនាក់ទំនងជាមួយអ្នកអភិវឌ្ឍកម្មវិធីដើម្បីឲ្យពួកគេយល់ផងដែរនិងអភិវឌ្ឍកម្មវិធីឲ្យបានត្រឹមត្រូវតាមអ្វីដែលគេត្រូវការចង់បាននិងចង់ប្រើប្រាស់មេរៀនសង្ខេបរបស់យើងគឺការអភិវឌ្ឍកម្មវិធីទូរស័ព្ទនិងកុំព្យូទ័រគឺជាការបង្កើតកម្មវិធីដើម្បីឲ្យទូរស័ព្ទឬកុំព្យូទ័រធ្វើនៅអ្វីដែលយើងចង់បានជាក់លាក់កម្មវិធីដែលបានអភិវឌ្ឍអាចមានទំហំតូចសម្រាប់ការងារជាក់លាក់ណាមួយឬអាចមានទំហំធំដូចជាកម្មវិធីវាយអត្ថបទឬកម្មវិធីសៀវភៅបញ្ជីដែលអនុញ្ញាតឲ្យអ្នកប្រើអាចធ្វើការងារបានយ៉ាងលឿននិងយ៉ាងច្រើនផងដែរកម្មវិធីត្រូវបានសរសេរនៅក្នុងសំណុំពាក្យបញ្ជាដែលមានឈ្មោះថាភាសាកម្មវិធីមានភាសាកម្មវិធីរាប់រយដែលពួកវានីមួយៗគឺត្រូវគ្នាទៅនឹងស្ថានភាពប្រព័ន្ធប្រតិបត្តិការឬប្រភេទនៃឧបករណ៍ផងដែរក្រុមអភិវឌ្ឍកម្មវិធីត្រូវបានបង្កើតឡើងដោយអ្នកគ្រប់គ្រងការងារទាំងអស់គ្រប់គ្រងក្រុមកំណត់កាលវិភាគថវិកានិងធ្វើឲ្យប្រាកដថាការងារបានបញ្ចប់ទៅតាមផែនការអ្នកវិភាគកម្មវិធីសិក្សាលម្អិតសម្រាប់កម្មវិធីដែលនឹងត្រូវបានប្រគល់ឲ្យទៅក្រុមអ្នកអភិវឌ្ឍកម្មវិធីដើម្បីសរសេរកូដឬសរសេរកម្មវិធីជាក់ស្ដែងការងារទាំងអស់នេះត្រូវតែជាក្រុមហើយត្រូវមានទំនាក់ទំនងគ្នាយ៉ាងល្អទៀតផងក្រោមការដឹកនាំរបស់អ្នកគ្រប់គ្រងគម្រោងផងដែរ